ដើម្បីស្វែងយល់ចំណេះដឹងបន្ថែមអំពីវប្បធម៌អរិយធម៌ប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជាតាមរយៈការចុច Follow Page យើងខ្ញុំដើម្បីទទួលបានគំនិតថ្មីៗបាទជម្រាបសួរស្ដីបងប្អូនអ្នកគ្នាបាទថ្ងៃនេះនាំអារម្មណ៍បងប្អូនឲ្យប្លែកបន្តិចបាទរដងថតទៅប្រាសាទថតអីនៅខ្មែរថត Walk Street នៅតាមដុំមុខវាំងថ្ងៃនេះនាំទៅប្រទេសជប៉ុនម្ដងមើលបាទបងប្អូនស្អាតមែនទែនបាទមានថាសម្រស់ផ្កាសាគុរ៉ានៅខែនេះស្អាតមែនទែនបាទយើងមើលទៅគឺអារម្មណ៍គឺស្រស់ស្រាយហ្មងបាទនៅប្រទេសជប៉ុនដែលក្រុមការងារក៏ថតឲ្យបាទមិនមែន admin ទៅផ្ទាល់ទេបាទ admin មិនសិនទៅដល់ជប៉ុនបែបបានមកវិញទេព្រោះទីមួយលងស្នេហ៍ផ្កានៅជប៉ុនក៏ស្អាតសម្រស់នារីនៅជប៉ុនក៏ស្អាតបាទនេះក្រុមការងារហើយនឹងមិត្តភ័ក្តិគាត់ក៏ទៅក៏ថតឲ្យមកស្អាតមែនទែនបាទនេះគឺជាទស្សនវិជ្ជាផ្ទាល់នៅប្រទេសជប៉ុនបាទហើយប្រទេសជប៉ុនមាន4រដូវបាទទី1គឺរដូវក្តៅរដូវរងារដូវស្លឹកឈើជ្រុះហើយនឹងរដូវនេះគឺរដូវផ្ការីកបាទគឺផ្ការីកគឺមើលរីកគ្រប់មុខគ្រប់ម៉ូដទាំងអស់បាទមានទាំងផ្កាសាគុរ៉ាមានផ្កាអីលឿងផ្សេងយើងមើលទៅស្អាតមែនទែនបាទនៅប្រទេសជប៉ុនបងប្អូនដឹងប្រទេសជប៉ុនទៅកូរ៉េសូមប្រទេសត្រជាក់បាទហើយមានផ្ការីកចេះទៀតគឺមានអារម្មណ៍ស្រស់ស្រាយអារម្មណ៍រំភើបដោយផ្កាកំពុំផ្ការីកអញ្ចឹងណាបាទគេថាផ្ការីកផ្កាឡើងសម្រស់ហ្នឹងគឺស្អាតបាទស្អាតហ្មងបាទហើយនៅខ្មែរយើងក៏មានដែរតែផ្កាសាគុរ៉ាបាទផ្កាសាគុរ៉ាខ្មែរយើងគឺនៅម្ដុំមាត់ទន្លេនៅម្ដុំមុខវាំងមកជួរមាត់ទន្លេនៅអីហ្នឹងគឺស្អាតបាទតែគាត់ថាផ្កាខ្មែរយើងគឺសាគុរ៉ាពណ៌ក្រហមបាទក៏នៅគេនេះគឺពណ៌សបាទសម្រស់គឺមួយបែបម្នាក់ទេបាទបងប្អូនអត់បានទៅដល់ប្រទេសជប៉ុនបាទយើងចំណាយលុយច្រើនណាស់មកទៅដល់ជប៉ុនមកអត់បានមកវិញទៀតលងស្នេហ៍សម្រស់នារីនៅជប៉ុនអីទៅវាខកខ្លួនខកប្រាណអីអត់បានមកវិញអញ្ចឹងចំណាយលុយតែ 4-5 ពាន់ 10000 ទៅមើលតែបុប្ផានៅតែមុខវត្តបតុមនៅម្ដុំមុខវាំងនេះទៅបាទមានសាគុរ៉ាមានអីដែរហើយ Walk Street Walk អីបងប្អូនអាចទៅលេងបាន